ថ្ងៃនេះយើងមកធ្វើមុខម្ហូបដែលយើងអាចញ៉ាំមួយបាយបានហើយនឹងអាចធ្វើជាគ្រឿងក្លែមញ៉ាំលេងក៏បានដែរបងប្អូននាងខ្ញុំមានសាច់គោចំនួនកន្លះគីឡូនាងខ្ញុំចាប់ផ្ដើមប្រឡាក់ជាមួយនឹងរ៉ូឌីយើងទៅណាបងប្អូនបន្ទាប់មកនាងខ្ញុំក៏លួចម្សៅស៊ុបយើងបន្តិចទៅយើងប្រឡាក់សាច់យើងឲ្យចូលជាតិគ្នាសព្វល្អទៅណាបងប្អូនចំពោះសាច់គឺយើងត្រូវការប្រឡាក់ឲ្យបាន 2-3 នាទីដែរបងប្អូនគឺយើងត្រូវការប្រឡាក់សាច់យើងនឹងឲ្យចូលជាតិជាមួយនឹងគ្រឿងដែលយើងបានដាក់មិញបន្ទាប់មកនាងខ្ញុំក៏ទុកមួយឡែកទៅនាងខ្ញុំក៏ចាប់ផ្ដើមមកធ្វើបន្លែយើងគ្រឿងផ្សំយើងមានដូចជាសណ្តែកគួរម្ទេសហាវ៉ៃហើយនិងក្រូចឆ្មាមកបងប្អូនកុំភ្លេចទឹកសក់ផងទឹកសក់នឹងយើងញ៉ាំផ្ទាប់ជាមួយគ្នាគឺថាឆ្ងាញ់ណាបន្ទាប់មកនាងខ្ញុំក៏ចាប់ផ្ដើមយកសាច់គោយើងនឹងមកដាក់ចៀនណាបងប្អូនដាក់ជាមួយនឹងប៊ឺក៏បានដាក់ជាមួយប្រេងឆាក៏បានដែរបងប្អូនបន្ទាប់មកនាងខ្ញុំចាប់ផ្ដើមត្រឡប់សាច់គោយើងនឹងយើងយកឆ្អិនទៅខាងក្រៅបានហើយបងប្អូនខាងក្នុងគឺនៅឆៅតិចគឺថាឆ្ងាញ់ណាឥឡូវនេះសាច់គោយើងក៏ចាប់ផ្ដើមឆ្អិនហើយនាងខ្ញុំចាប់ផ្ដើមហាន់សាច់គោយើងណាបងប្អូនគឺថាសាច់គោយើងនឹងគឺនៅប៉ុណ្ណឹងគឺថាគឺល្អតែម្ដងគឺរសជាតិគឺនៅឆ្ងាញ់ណាបងប្អូនបើយើងយកឆ្អិនពេកក៏អត់ល្អដែរបន្ទាប់មកនាងខ្ញុំក៏ចាប់ផ្ដើមហាន់សាច់រួចនាងខ្ញុំដាក់បុកគ្រឿងណាបងប្អូនយើងបុកម្សៅស៊ុបស្ករហើយនិងម្ទេសខ្ទឹមយើងនឹងឯងបងប្អូនយើងបុកវាឲ្យម៉ត់ចូលគ្នាល្អទៅនាងខ្ញុំក៏ចាប់ផ្ដើមដាក់ជាមួយនឹងប្រហុកបងប្អូនដាក់ប្រហុកសាច់ក៏បានប្រហុកនេះក៏បានដែរណាបងប្អូនប៉ុន្តែប្រហុកគឺនាងខ្ញុំដាក់ប្រហុកឆៅតែម្ដងណាគឺនាងខ្ញុំអត់បានយកវាទៅចំហុយឲ្យឆ្អិនទេគឺដាក់ប្រហុកឆៅគឺឆ្ងាញ់ជាងណាបងប្អូននឹងតាមចំណង់ចំណូលចិត្តបងប្អូនទេបងប្អូនចង់ដាក់ប្រហុកឆ្អិនក៏បានឆៅក៏បានដែរបន្ទាប់មកនាងខ្ញុំក៏ចាប់ផ្ដើមច្របាច់ក្រូចឆ្មាចូលទៅណាបងប្អូនចំពោះក្រូចគឺយើងត្រូវការច្របាច់ឲ្យជូរមិនឆ្ងាញ់បើយើងច្របាច់អត់សូវជូរក៏អត់សូវឆ្ងាញ់ដែរតើតជូរហើយហឹលជូរអែមហឹលគឺថាឆ្ងាញ់មុខម្ហូបហ្នឹងណាបងប្អូនឥឡូវនេះនាងខ្ញុំចាប់ផ្ដើមច្របាច់ក្រូចថែមចំនួន 2-3 ផ្លែណាបងប្អូនគឺយើងច្របាច់ឲ្យជូរបន្ទាប់មកយើងកូរគ្រឿងផ្សំវាឲ្យចូលជាតិជាមួយនឹងទឹកក្រូចឆ្មាទៅនាងខ្ញុំចាប់ផ្ដើមបកស្បែកគួរយើងបកស្បែកគួរឲ្យបែកតិចណាបានឆ្ងាញ់កាលណាដែលយើងអត់ដាក់ស្បែកគួរអត់បុកបាយទេគឺថាអត់ឆ្ងាញ់គឺអត់ចូលជាតិទេបន្ទាប់មកនាងខ្ញុំក៏ចាប់ផ្ដើមដាក់សាច់គោយើងចូលទៅយើងគ្រាន់តែច្បល់ចូលទៅបានហើយបងប្អូនគឺថាវាចូលជាតិគ្នាល្អហើយបងប្អូនដាក់ប្រហុកហើយកុំថែមទឹកត្រីប្រយ័ត្នប្រៃជ្រុលដល់បងប្អូនភ្លក់តាមនឹងទៅបើថាស្ទើប្រៃស្ទើសាបអីថែមលៃលកតាមនឹងទៅហើយក៏នាងខ្ញុំដាក់ជីជាមួយនឹងម្ទេសហាវ៉ៃដាក់ចូលគ្នាទៅក៏យើងកូរវាឲ្យសព្វចូលគ្នាទៅបងប្អូនបន្ទាប់មកយើងក៏រៀបបន្លែដាក់ចានយើងទៅណាបងប្អូនយើងរៀបបន្លែយើងដួសសាច់ដាក់ចានយើងទៅមុខម្ហូបយើងគឺអត់មានអីច្រើនទេគឺងាយយើងអាចធ្វើញ៉ាំលេងនៅផ្ទះយើងបានណាបងប្អូនឥឡូវនេះគឺយើងធ្វើរួចរាល់ហើយតោះមកញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនគឺថាញ៉ាំមួយម៉ាត់មកគឺមានជាតិតែម្ដងបើបានអាចចាក់ទៀតអូយគឺឆ្ងាញ់ស្លាប់តែម្ដងណាបងប្អូនតែនឹងខ្ញុំអត់ចេះទេបានតែនិយាយអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនា